ការទទួលយកខ្លួនឯងសូមកុំសង្ឃឹមថាអ្នកអាចទទួលយកនរណាម្នាក់ចូលមកក្នុងជីវិតអ្នកឲ្យសោះប្រសិនបើសូម្បីតែភាពជាខ្លួនឯងក៏អ្នកនៅតែមិនទាន់អាចទទួលយកបានផងនោះបើគិតឲ្យសពទៅអ្នករស់នៅជាមួយនឹងខ្លួនឯងតាំងពីពេលដែលអ្នកទៅនឹងមើលឃើញពន្លឺព្រះអាទិត្យដំបូងម្លេះហើយក៏គ្មាននរណាម្នាក់ដែលអាចស្គាល់អ្នកច្បាស់ជាងដែលអ្នកស្គាល់ខ្លួនឯងឡើយអ្នកស្គាល់ខ្លួនឯងច្បាស់ប៉ុណ្ណឹងហើយអ្នកនៅតែស្ទាក់ស្ទើរនឹងទទួលយកខ្លួនឯងចោះទម្រាំមនុស្សដែលទៅតែនឹងបានជួបអ្នក1 ឬ 2 ឆ្នាំតើអ្នកអាចស្វាគមន៍វត្តមានរបស់ពួកគេដោយរីករាយបានដោយរបៀបណាទៅជារឿយៗមនុស្សយើងតែងតែអន់ចិត្តនឹងខ្លួនឯងដែលមិនល្អឥតខ្ចោះអន់ចិត្តដែលខ្លួនឯងមានចំណុចខ្វះខាតអន់ចិត្តដែលខ្លួនឯងមិនល្អស្មើនឹងអ្នកដទៃជាហេតុធ្វើឲ្យពួកគេពិបាកនឹងទទួលយកខ្លួនឯងហើយព្យាយាមផ្លាស់ប្ដូរខ្លួនឯងទៅជាមនុស្សណាម្នាក់ផ្សេងទៀតដែលខ្លួនគិតថាល្អឥតខ្ចោះតើអ្នកប្រកាសចិត្តដល់កម្រិតណាថាមនុស្សម្នាក់នោះពិតជាល្អឥតខ្ចោះមែនតើអ្នកដឹងច្បាស់ប៉ុណ្ណាហើយថាមនុស្សម្នាក់នោះគ្មានចំណុចខ្វះខាតអ្នកត្រូវយល់ថាជាចិត្តសាស្ត្ររបស់មនុស្សយើងគឺចូលចិត្តបង្ហាញតែភាពល្អរបស់ខ្លួនឯងប៉ុណ្ណោះខណៈដែលអ្នកមិនចូលចិត្តបង្ហាញភាពអវិជ្ជមានរបស់ខ្លួនឯងទៅខាងក្រៅអ្នកដទៃក៏មិនចូលចិត្តបង្ហាញភាពអវិជ្ជមានរបស់ពួកគេមកឲ្យអ្នកឃើញដូចគ្នាដូច្នេះហើយរូបភាពនៃជីវិតដ៏ល្អឥតខ្ចោះរបស់មនុស្សណាម្នាក់ដែលអ្នកតែងតែកោតសរសើរនិងចង់ផ្លាស់ប្ដូរខ្លួនឯងឲ្យដូចគេអាចជារូបភាពខ្លាំងបន្លំក៏ថាបាននិយាយដល់ចំណុចនេះតើយើងគួរបន្ទោសអ្នកដទៃដែលចូលចិត្តបង្ហាញតែចំណុចល្អនៅក្នុងជីវិតរបស់ពួកគេឲ្យយើងឃើញមែនទេតើយើងគួរទៅប្រាប់មនុស្សទាំងនោះឲ្យឈប់បង្ហាញស្នាមញញឹមនៅទីសាធារណៈឬឈប់បង្ហាញថាពួកគេកំពុងមានសុភមង្គលហើយងាកមកបង្ហាញថាខ្លួនឯងមានទុក្ខសោកអ្វីខ្លះជួបបញ្ហាអ្វីខ្លះឬមានចំណុចខ្វះខាតនៅត្រង់ណាខ្លះមែនទេតើមនុស្សយើងចាំបាច់ត្រូវតែបង្ហាញទាំងភាពរីករាយទាំងភាពទុក្ខសោកទៅកាន់សាធារណជនទើបចាត់ទុកជាការបង្ហាញភាពជាខ្លួនឯងដ៏ពិតប្រាកដសូមចងចាំអ្នកដទៃចង់បង្ហាញភាពជាខ្លួនឯងរបស់ពួកគេដោយរបៀបណាវាគឺជារឿងរបស់ពួកគេហើយវាក៏មិនមែនជារឿងខុសឆ្គងសូម្បីតែបន្តិចណាឡើយនៅពេលដែលពួកគេព្យាយាមបង្ហាញតែចំណុចល្អឬភាពរីករាយនៅក្នុងជីវិតរបស់ពួកគេឲ្យបានឃើញប៉ុន្តែបើអ្នកយកភាពល្អរបស់អ្នកដទៃមកធ្វើស្តង់ដារដើម្បីវាយតម្លៃឬបន្ថោកបន្ទាបខ្លួនឯងនោះគឺជាកំហុសដ៏ធំបំផុតអ្នកត្រូវយល់ថាមនុស្សយើងគ្រប់គ្នាសុទ្ធតែមានបែបផែនជីវិតនិងធ្លាប់ឆ្លងកាត់បទពិសោធន៍ខុសៗគ្នាមនុស្សដ៏ល្អឥតខ្ចោះម្នាក់ដែលអ្នកតែងតែលួចច្រណែននិងចង់ប្រែក្លាយខ្លួនឲ្យដូចនឹងគេអាចជាមនុស្សម្នាក់ដែលធ្លាប់បរាជ័យឬធ្លាប់ដួលស្ទើរក្រោកឡើងរួចប៉ុន្តែគាត់សម្រេចចិត្តបង្ហាញតែភាពរីករាយដែលគាត់កំពុងទទួលបាននៅពេលសពថ្ងៃឲ្យអ្នកមើលឃើញប៉ុណ្ណោះមនុស្សស្រីម្នាក់ដែលកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយនឹងបុរសដែលនាងស្រឡាញ់អាចជាអតីតមនុស្សស្រីម្នាក់ដែលធ្លាប់ខូចចិត្តជាច្រើនលើកច្រើនសារដោយសារការក្បត់ចិត្តឬការបោកប្រាស់សេចក្តីស្រឡាញ់ប៉ុន្តែគាត់សម្រេចចិត្តកប់បទពិសោធន៍អាក្រក់ទាំងនោះចោលហើយបង្ហាញតែសុភមង្គលនៅក្នុងពេលបច្ចុប្បន្នឲ្យអ្នកបានឃើញប៉ុណ្ណោះដូច្នេះហើយដរាបណាដែលអ្នកមិនទាន់ដឹងច្បាស់អំពីសាវតាជីវិតរបស់មនុស្សម្នាក់ថាធ្លាប់ឈឺចាប់ឬធ្លាប់ឆ្លងកាត់អ្វីខ្លះនោះទេអ្នកគ្មានសិទ្ធិនឹងយកជីវិតរបស់គេមកធ្វើជាស្តង់ដារដើម្បីបោះបង់ចោលខ្លួនឯងជាដាច់ខាតដកស្រង់ចេញពីសៀវភៅរស់នៅដោយចាស់ទុំរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ Handbook